น้ำព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីតឬពុកម៉ែបងប្អូនស្គាល់ថាជំងឺពកកដោះសាច់នៅនឹងកបានឃើញពីវិធីព្យាបាលតាមបែបធម្មជាតិរបស់ website បរទេសមួយបានចែករំលែកវិធីនេះវាអាចជួយព្យាបាលឲ្យដុំសាច់ដែលដោះនឹងវាស្រកចុះហើយលែងធ្វើទុកយើងទៀតអញ្ចឹងគ្រឿងផ្សំរបស់វាមានដូចជាមើមឆៃថាវជប៉ុនឬក៏មើមឆៃថាវក្រហមដែលមានរូបរាងដូចខាងលើនេះយើងត្រូវការចំនួន1ផ្លែក្រូចឆ្មា1ចំណិតនិងមើមខ្ញីចំនួន3ចំណិតដំបងឡើយយកមើមឆៃថាវក្រហមនឹងយកមកហាន់វាហើយនឹងយកមើមខ្ញីដែលយើងកាត់3ចំណិតហ្នឹងយកទៅដាក់កិននឹងទឹកចំនួនកន្លះកែវហើយយើងច្រោះយកកាចេញរួចហើយចាំច្របាច់ក្រូចឆ្មា1ចំណិតចូលចាំទទួលទានហើយវិធីនេះធ្វើពិសាតែមួយថ្ងៃម្ដងតែប៉ុណ្ណោះក្រោយបាយរួចពុកម៉ែបងប្អូនអាចពិសាពេលណាក៏បានដែរហើយវិធីនេះគួរតែធ្វើសាកល្បងបើសិនជាពុកម៉ែបងប្អូនមិនមានលទ្ធភាពព្យាបាលឬក៏ព្យាបាលអស់លទ្ធភាពហើយនោះអាចមកធ្វើការសាកល្បងតាមវិធីនេះបានហើយក៏សូមចែករំលែកប្រាប់តគ្នាផង follow page សម្រាប់វីដេអូថ្មីអរគុណពិសោធន៍ឈឺក្រពះជាង10ឆ្នាំមកហូបត្រូវថ្នាំ4មុខនេះចែករំលែកដោយបងប្រុសរនរតប្រុសបានលើកឡើងថាថ្នាំរលាកក្រពះនេះកាលពីជាង10ឆ្នាំមុនខ្ញុំបានយកជីវិតទៅធ្វើតេស្ត5លើកទើបអាចរកឃើញ4មុខនេះទី1ផ្កាត្នោតឈ្មោះទី2ត្រួយចេកណាំវ៉ាទី3សម្បកគើអត់បន្លាទី4សម្បកលវាដីយកគ្រឿងផ្សំទាំងអស់កាត់ខ្លីៗហាលឲ្យស្ងួតយកទៅដាក់ដាំទឹកចំនួន1កំសៀវ1ក្តាប់ដៃកាលពីដើមឡើយទៅពេទ្យព្យាបាលដល់ទីរំខាត់កំពង់ចាមក៏មិនជាអស់លុយម៉ាកណូពិបាកក្នុងខ្លួនឆ្អល់ពោះដៅពោះដេកមិនលក់ពេលទៅប្រឡងបាក់ឌុបអង្គុយក៏មិនកើតសរសេរបានមួយជួរក្រោកឈរសិនមួយស្របក់សិនបានអង្គុយសរសេរកើតទៀតវេទនាណាស់កាលនឹងដោយសារតែខឹងលេបថ្នាំពេទ្យមិនជាក៏ទាញកំបិតនិងកញ្ច្រែងដើរផ្សំថ្នាំដោយខ្លួនឯងការតេស្តថ្នាំលើកទី1ផឹកទៅក្រហាយពោះការតេស្តលើកទី2ផឹកទៅតឹងពោះការតេស្តលើកទី3ផឹកទៅល្វីងហើយហាងពេកលេបមិនចូលការតេស្តលើកទី4ផឹកទៅថប់ទ្រូតែលើកទី5អត់ល្វីងស្រួលផឹកដូចទឹកតែផឹកតែ5ថ្ងៃក៏ស្រួលខ្លួនរហូតដល់សប្តាហ៍ថ្ងៃនឹងឯងតែឥឡូវខំធ្វើការពេកហូបបាយមិនទៀងក៏ចាប់ផ្ដើមឆ្អល់ក្រពះទៀតក៏ឲ្យម៉ែកាប់ថ្នាំ4មុខនេះផ្ញើមកឲ្យផឹកតែ2ថ្ងៃក៏បានធូរឡើងវិញខំថានេះគឺជាការណែនាំថ្មីសម្រាប់ព្យាបាលជំងឺរលាកក្រពះរ៉ាំរ៉ៃជាយូរឆ្នាំមកហើយបើសិនជាព្យាបាលមិនជាសូមមកសាកល្បងធ្វើតាមវិធីនេះដំណឹងថ្មីនឹងការណែនាំសម្រាប់សុខភាពលោកអ្នកដ៏ល្អនោះនឹងមាននៅវីដេអូក្រោយសូមចូលរួមចែករំលែកជាដំណឹងនៅ follow page ដើម្បីបានដំណឹងថ្មីអរគុណថ្នាំព្យាបាលរលាកខ្លាមនិងទីទឹកចែករំលែកដោយសេម៉ូនីវ៉ាន់បើពុំមានធ្លាប់ព្យាបាលមិនជាអាចសាកល្បងតាមវិធីនេះបានរបៀបប្រើយកដើមដំបងយក្ស5ជ្រុំនិងដើមបន្លាព្រះក្លប់កាប់ចិញ្ចៀមតូចរួចហាលឲ្យស្ងួត7យប់7ថ្ងៃបន្ទាប់មកយកតែ2មុខនេះដាក់ដាំទឹក1កំសៀវរមាស់ទឹក3យកទឹក1មិនគួរអេហាផ្អាប់ស្រាបារីភេសជ្ជះមានជាតិការកឃើញហើយអ្នកដែលមានជំងឺទឹកនោមផ្អែមនិងលើសជាតិស្ករនៅក្នុងឈាមមិនចាំបាច់ព្រួយបារម្ភទៀតឡើយជាឱសថបុរាណប្រចាំត្រកូលនៅប្រទេសឥណ្ឌាសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមនិងកាត់បន្ថយជាតិស្ករនៅក្នុងឈាមទី1អ្នកត្រូវយកត្រយូងចេកមួយទៅឆ្អើរឲ្យក្រៀមសម្បកខាងក្រៅបន្ទាប់មកបកយកស្រទាប់ខាងក្រៅនោះហាន់ឲ្យបានមួយក្តាប់យកស្រទាប់ត្រយូងចេកដែលហាន់នេះទៅដាក់ក្នុងឆ្នាំងមួយព្រមទាំងទឹកចំនួន3កែវពេលទឹកពុះរយៈពេល30នាទីហើយលើកចុះឲ្យត្រជាក់សិនអ្នកត្រូវទទួលទានមួយថ្ងៃមួយកែវនៅពេលព្រឹកមុនញ៉ាំអាហារក្រៅពីយកត្រយូងចេកទៅដាំទឹកផឹកអ្នកក៏អាចបន្ថែមទៅក្នុងរបបអាហារដូចជាញ៉ាំស៊ុបឬធ្វើជាបន្លែផ្សេងទៀតព្រោះវាក៏អាចទទួលបាននៅអត្ថប្រយោជន៍ជាច្រើនយ៉ាងដល់សុខភាពដែរសូមចំណាំសូមពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់និងអស់លទ្ធភាពជាមុនសិនវិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេងកុំគិតថាដើមក្រខុបគ្មានប្រយោជន៍នោះដើមក្រខុបឬភាសាទូទៅហៅថាដើមម្ខុបដើមនេះមានប្រយោជន៍ណាស់សម្រាប់សុខភាពមុននឹងដឹងពីវិធីធ្វើខ្ញុំសូមណែនាំពីដើមក្រខុបជាមុនសិនទាំងផ្លែទាំងស្លឹកជាឱសថធម្មជាតិដ៏កម្រមួយតាមការស្រាវជ្រាវបានឲ្យដឹងថាផ្លែម្ខុបអាចជួយទប់ទល់ជំងឺមហារីកតាមការស្រាវជ្រាវផ្លែក្រខុបមានផ្ទុកសារជាតិចម្រុះជាង24បានរកឃើញច្រើននៅក្នុងតែបៃតងសារជាតិ Flavonoid ដើរតួនាទីជាសារជាតិប្រឆាំងអុកស៊ីតកម្មមួយរារាំងពពោះអតិសខុម5បង្កជាជំងឺនិងប្រឆាំងជំងឺមហារីកមិនតែប៉ុណ្ណោះស្លឹកក្រខុបនៅមានប្រសិទ្ធភាពទប់ទល់នឹងការបន្ថយការរីកចម្រើនរបស់កោសិកានិងសាច់ដុំមហារីកមួយវិញទៀតនោះផ្លែក្រខុបអាចជួយកាត់បន្ថយអាការៈឈឺចាប់នៃជំងឺសន្លាក់រ៉ាំរ៉ៃពួកអ្នកជំនាញចាត់ទុកថាបរិភោគផ្លែក្រខុប9ទៅ12ផ្លែ3ដងក្នុងមួយថ្ងៃអាចជួយ
បន្ថយអាការៈឈឺចាប់ដោយសារជំងឺសន្លាក់រ៉ាំរ៉ៃយ៉ាងមួយវិញទៀតនោះផ្លែក្រខុបជាអាហារជីវជាតិសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមផ្លែក្រខុបនៅមានលទ្ធភាពបន្ថយបរិមាណស្ករក្នុងឈាមអាស្រ័យហេតុនេះវាក្លាយជាអាហារដ៏អស្ចារ្យមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែមមួយវិញទៀតនោះផ្លែក្រខុបអាចការពារសរសៃឈាមបេះដូងផ្លែក្រខុប100ក្រាមប្រហាក់ប្រហែលនឹង150មីលីក្រាមវីតាមីន C ហើយដែលវីតាមីននេះត្រូវបានដឹងថាជាសមាសធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងហេតុនេះអាចទប់ទល់ជំងឺសរសៃឈាមបេះដូងដូចជាជំនួយដល់ស្ត្រីក្នុងការថែទាំសម្រស់ដូច្នេះចូលកុំគិតថាដើមក្រខុបជារុក្ខជាតិងាយដុះនិងគ្មានប្រយោជន៍ឲ្យសោះចូលបរិភោគតិចបំផុត30ផ្លែក្នុងមួយថ្ងៃដើម្បីជួយសរីរាង្គទប់ស្កាត់នឹងភាពចាស់ការពារសរសៃឈាមបេះដូងនិងប្រព័ន្ធរំលាយអាហារស្លឹករបស់វាលាងឲ្យស្អាតប្រមាណជា20សន្លឹកហាលឲ្យស្ងួតបន្ទាប់មកដាំទឹកហូបជាប្រចាំថ្ងៃការទទួលទានដែលជាសារជាតិចិញ្ចឹមសម្រាប់រាងកាយដែលមាននៅក្នុងស្លឹកក្រខុបនិងផ្លែក្រខុបនោះអាចទាញបានមកវិញនៅការទប់ស្កាត់នៅជំងឺកាយសាហាវជាច្រើនវិធីមួយទៀតដើម្បីព្យាបាលជំងឺទឹកនោមផ្អែមដោយគ្រាន់តែសកសម្បកដើមក្រខុបនោះយកមកហាលថ្ងៃឲ្យស្ងួតបន្ទាប់មកដាំទឹកហូបជាប្រចាំថ្ងៃទទួលទានពេលបាយរួចមួយថ្ងៃទទួលទាន3ដងគួរដាំដើមក្រខុបនៅក្បែរផ្ទះមិនត្រឹមតែជាម្លប់ទេថែមទាំងជាងឱសថនៅជិតផ្ទះទៀតផងដំណឹងថ្មីៗនឹងការណែនាំដ៏ល្អបំផុតសម្រាប់អ្នកនោះនឹងមាននៅវីដេអូក្រោយសូមចូលរួមចែករំលែកជាដំណឹងនិង follow page ដើម្បីបានដំណឹងថ្មីអរគុណបើអ្នកកំពុងតែមានបញ្ហាក្រពះពោះវៀនជំងឺច្រើនមុខឈឺរ៉ាំរ៉ៃលហិតលហៃខ្សោយអ្នកមិនឃ្លានបាយញ៉ាំច្រើនតែមិនឡើងគីឡូដូចគេឡើងប្រទាត្រអាកឡើងបោះធំទាស់មិនដឹងមុខគេងមិនសូវបានរដូវមកមិនទៀងហើមសួតដំបៅក្រពះដំបៅក្នុងមាត់រម៉េះទឹកបាយក្អកនិងហឺតសូមរកដើមប្រម៉ោយដំរីដើម្បីយកមកព្យាបាលនៅជំងឺទាំងអស់នេះវិធីប្រើប្រាស់មានដូចជាទី1ប្រើដើមនិងស្លឹកលាងឲ្យស្អាតបុកពូតយកទឹកត្រង់យកកាក់ចេញទទួលទានបរិមាណ1ស្លាបព្រាបាយមុនហូបអាហារ15នាទីបញ្ជាក់ហាមប្រើលើសពីនេះទីមួយទៀតនោះបើបងប្អូនមិនចង់ទទួលទានស្រស់នោះទេសូមយកដើមរុក្ខជាតិមួយប្រភេទនេះដាក់ហាលក្នុងម្លប់ឲ្យស្ងួតប្រមាណ15ក្រាមដាំទឹកហូបកន្លះកែវតូចមុនពិសាបាយបើឡើងប្រទាត្រអាកយកស្លឹកនិងមែកខ្ចីមកហាលក្នុងម្លប់ឲ្យស្ងួតផឹកដើម្បីរំងាប់ប្រទាត្រអាកក្រហាយស្បែកសូមទទួលទានរហូតបន្ធូរសះស្បើយវិធីជំនួយឲ្យធាត់យកមួយដើមពីរដើមបានហើយយកមកដាំជាមួយនឹងទឹក2លីត្រហូបជំនួសទឹកជាប្រចាំដើម្បីជំនួយឲ្យឆាប់មានសាច់និងញ៉ាំបាយឆ្ងាញ់វិធីបង្ក្រាបបោះធំដោយយក 3-4 ដើមមកបុកលាយជាមួយនឹងពងមាន់ស្រែតែមិនយកផ្នែកក្រហមនោះទេលាយរួចហើយយកមកបិទនៅលើបោះចំនួន 3-4 ដងក្នុងមួយថ្ងៃនោះវានឹងអាចបំបត្តិការឈឺចាប់ខ្លះនិងឆាប់បន្ធូរសះស្បើយវិធីព្យាបាលរលាកតម្រងនោមបើលេបថ្នាំមិនជាសូមយកដើមវាទៅហាលឲ្យស្ងួតបន្ទាប់មកទៀតបុកឲ្យម៉ត់រួចហើយយកចំនួន 3 ទៅ 6 ក្រាមហើយដាក់ទឹក 200 ទៅ 400 មីលីលីត្រស្ងោរសម្រាប់ព្យាបាលជំងឺរលាកតម្រងនោមបើក្អកស្ងួតក្អកមានស្លេសពិបាកដកដង្ហើមហឺតទុំយកឫសវាលាងទឹកឲ្យស្អាតហាលឲ្យស្ងួតបន្ទាប់មកដាំទឹកហូបជាប្រចាំប៉ុន្តែដាក់តែបន្តិចបានហើយតមទឹកកកឬក៏គំនៅតំបន់ត្រជាក់ដូចជាក្នុងបន្ទប់បើកម៉ាស៊ីនត្រជាក់ជាដើមនោះនឹងអាចឆាប់បានជាធូរសះស្បើយសូមបញ្ជាក់ដែរថារុក្ខជាតិប្រភេទនេះពូកែក្នុងការព្យាបាលជំងឺក៏ពិតមែនក៏ប៉ុន្តែស្ត្រីមានផ្ទៃពោះមិនអាចប្រើបាននោះឡើយនិងបើមានកម្លាំងខ្សោយពេកគួរបន្ថយបរិមាណប្រើបន្តិចបានហើយអាចប្រើបានតែចំនួន10 ទៅ 15 ក្រាមតែប៉ុណ្ណោះបើលើសពីនេះវាអាចបណ្ដាលឲ្យចុកក្អួតពុលជាដើមសូមចែករំលែកជាចំណេះដឹងនិងប្រាប់តៗគ្នាផងគួរសាកល្បងបានបើសិនអ្នកមិនមានជំរឿផ្សេងដំណឹងថ្មីៗនឹងការណែនាំសម្រាប់សុខភាពលោកអ្នកដ៏ល្អនោះនឹងមាននៅវីដេអូក្រោយសូមចូលរួមចែករំលែកជាដំណឹងនិង follow page ដើម្បីបានដំណឹងថ្មីអរគុណ